សម្ដេចតេជោហ៊ុនសែនរាជរដ្ឋាភិបាលនិងពង្រីកផ្លូវជាតិនិងអន្តរជាតិនិងផ្លូវទឹករាជធានីភ្នំពេញសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ថារាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិនិងអន្តរជាតិនិងផ្លូវទឹកព្រមទាំងតភ្ជាប់ទៅតំបន់ជនបទដើម្បីសម្រួលដល់ការដឹកជញ្ជូនក្នុងការជំរុញកំណើនពាណិជ្ជកម្មជាមួយគ្នានេះដែរបើតាមសម្ដេចនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលក៏នឹងរៀបចំកសាងផ្លូវរថភ្លើងឡើងវិញដើម្បីសម្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ជាប់ទៅផ្លូវអន្តរជាតិអាស៊ានផងដែរសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ខាងលើបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី7ខែមីនា2016ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ2016នៅសន្តាគារភូគីត្រាភ្នំពេញស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនមួយថ្ងៃមុនទិវាអន្តរជាតិនារី8មីនាសម្ដេចតេជោជូនពរស្ត្រីទូទាំងប្រទេសរាជធានីភ្នំពេញនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook Page ផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនសម្ដេចបានជូនពរលោកយាយអ៊ំស្រីអ្នកមីងបងស្រីប្អូនស្រីក្មួយស្រីចៅស្រីទាំងអស់ជួបតែសេចក្តីសុខនៅក្នុងឱកាសទិវាអន្តរជាតិនារី8មីនាខួបលើកទី105ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូនពរសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនមានសុខភាពល្អមាំមួននិងសម្រស់នៅតែស្អាតផងដែរសម្លឹងមើល Facebook នាយករដ្ឋមន្ត្រីលោកសំរងស៊ីនិងលោកកឹមសុខាសម្ដេចតេជោហ៊ុនសែនកាលពីថ្ងៃទី6ខែមីនា2016បានប្រកាសថាអ្នកគាំទ្រ Facebook របស់សម្ដេចបានឡើងដល់3លានអ្នកហើយគិតត្រឹមម៉ោង6ល្ងាចសម្ដេចបានសរសេរនៅក្នុង Facebook ថាខ្ញុំសូមអរគុណជនរួមជាតិយុវជននិងយុវនារីទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រ Facebook ខ្ញុំដែលនៅម៉ោង6និង8ល្ងាចនេះគឺបានចំនួន3លានអ្នកសម្ដេចមានប្រសាសន៍បន្ថែមថា Facebook បានធ្វើឲ្យខ្ញុំកាន់តែជិតស្និទ្ធជាមួយបងប្អូននិងបានស្ដាប់និងទទួលព័ត៌មានសំណូមពរនានាពីបងប្អូនជនរួមជាតិដោយផ្ទាល់តាមរយៈ Facebook គឺខ្ញុំបានដោះស្រាយបញ្ហាមួយចំនួនបានឆាប់រហ័សនិងមានប្រសិទ្ធភាពទៀតផងចំណែក Facebook របស់លោកសំរងស៊ីវិញគឺមានអ្នកគាំទ្រឡើងដល់ 2.3 លាននាក់នៅព្រឹកថ្ងៃច័ន្ទនេះ Facebook របស់លោកកឹមសុខាវិញមានអ្នកគាំទ្រឡើងដល់ជិត 6 សែននាក់ករណីរំលោភរួចប៉ុនប៉ងសម្លាប់បំបិតមាត់ក្មេងស្រីនៅស្រុកថ្មគោលត្រូវបំបែកហើយខេត្តបាត់ដំបងករណីរំលោភប៉ុនប៉ងសម្លាប់ក្មេងស្រីអាយុ16ឆ្នាំម្នាក់នៅស្រុកថ្មគោលជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី7មីនាបន្ទាប់ពីសមត្ថកិច្ចសួរនាំរួចជនសង្ស័យបានសារភាពប្រពន្ធឲ្យដឹងថាជនសង្ស័យឈ្មោះមេឃពឿនអាយុ18ឆ្នាំមានទីលំនៅក្នុងភូមិទំពូងឃុំតាពងស្រុកថ្មគោលក្រោយពីពេលឃាត់ខ្លួនភ្លាមៗជននេះមិនបានឆ្លើយសារភាពទេលុះក្រោយមកបន្ទាប់ពីមានការចង្អុលបង្ហាញពីសាច់ញាតិជនរងគ្រោះនិងសាក្សីមួយចំនួនផងនោះទើបជននេះសារភាពជនសង្ស័យបានសារភាពមូលហេតុដែលខ្លួនប៉ុនប៉ងសម្រាប់នាងគឺដោយសារក្រោយពេលរំលោភបានសម្រេចនាងយំហើយបានស្ដីបន្ទោសឲ្យខ្លួនថាចាំធ្វើចឹងធ្វើអ្វីធ្វើចឹងធ្វើឲ្យឪពុកម្ដាយនាងខ្មាស់គេពេលឮនាងនិយាយបែបនេះម្យ៉ាងខ្លាចបែកការផងទើបខ្លួនទាញដំបងនិងជាប់កាប់វាយសំពងទៅលើនាងនៅក្នុងបំណងសម្លាប់បំបិតមាត់តែចៃដន្យនាងមិនស្លាប់កម្មករម្នាក់ត្រូវកន្ត្រកយោងគៀបបែកក្បាលស្លាប់នៅក្នុងការដ្ឋានសំណង់ខុនដូនៅសង្កាត់ចតុមុខរាជធានីភ្នំពេញបើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថាកម្មករសំណង់ម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅជាន់ទី3នៃការដ្ឋានសំណង់ខុនដូនៅសង្កាត់ចតុមុខហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃទី7ខែមីនា2016ស្ថិតនៅតាមបណ្ដោយផ្លូវ240ភូមិកែ4សង្កាត់ចតុមុខខណ្ឌដូនពេញសេចក្តីរាយការណ៍បានបញ្ជាក់ថាមុនពេលកើតហេតុជនរងគ្រោះបានជិះកន្ត្រកយោងលុះមកដល់ជាន់ទី3ស្រាប់តែខណៈដែលជនរងគ្រោះងើយក្បាលចេញពីកន្ត្រកយោងបណ្ដាលឲ្យគៀបនឹងដែកចម្រឹងកន្ត្រកយោងបែកក្បាលធ្លាយខួរស្លាប់តែម្ដងជនរងគ្រោះឈ្មោះអ៊ីមឡុំអាយុ21ឆ្នាំមានទីលំនៅនៅក្នុងភូមិទំលាប់ឃុំព្រៃពូជស្រុកអង្គស្នូលខេត្តកណ្ដាលនៅវេលាម៉ោងជាង3រសៀលថ្ងៃដដែលនេះសមត្ថកិច្ចកំពុងពិនិត្យធ្វើកសោវិច័យបញ្ជូនបរិមម្នាក់ទៅតុលាការទោះបីមិនព្រមសារភាពករណីរំលោភក្មេងស្រីអាយុ6ឆ្នាំខេត្តបាត់ដំបង
បរិមម្នាក់ត្រូវកម្លាំងកងរាជបុរហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីវេលាព្រឹកថ្ងៃទី7 មីនាបន្ទាប់ពីត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់ចាប់រំលោភសេពសន្តិវៈលើក្មេងស្រីអាយុ6ឆ្នាំនៅស្រុកភ្នំព្រឹកកាលពីសប្តាហ៍មុនបើតាមរបាយការណ៍របស់កងរាជបុរហត្ថឲ្យដឹងថាជនសង្ស័យឈ្មោះសុកសេងលីហៅសេងអាយុ32ឆ្នាំមានទីលំនៅភូមិគ្រូក្រហម2ឃុំអូរំដួលស្រុកភ្នំព្រឹករីឯកុមារីរងគ្រោះអាយុ6ឆ្នាំនៅក្នុងរបាយការណ៍បន្តថាជនរងគ្រោះឈ្មោះសុកសេងលីត្រូវគេសង្ស័យថាបានចាប់រំលោភកុមារីរងគ្រោះនៅចន្លោះពីម៉ោង11ថ្ងៃត្រង់នៅម៉ោង5ល្ងាចថ្ងៃទី4ខែមីនាកន្លងទៅនៅក្នុងផ្ទះរបស់ជនសង្ស័យខណៈដែលនាងទៅមើលទូរទស្សន៍នៅទីនោះហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាល្ងាចថ្ងៃទី5មីនាបន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្ដឹងប្រពន្ធពីម្ដាយកុមារីរងគ្រោះថានៅពេលដែលកើតហេតុគាត់មិនបានដឹងទេនៅល្ងាចថ្ងៃដដែលទើបដឹងនេះដោយសារតែកូនស្រីដើរយំពេលដែលគាត់សួរនាំត្រូវនាងមិនព្រមប្រាប់ទេលុះគាត់ងូតទឹកដុសក្អែលប៉ះចំប្រដាប់ភេទធ្វើឲ្យនាងឈឺហើយហាមមិនឲ្យគាត់ប៉ះទេហើយគាត់ក៏បានសួរដេញដោលសួរទៀតទើបនាងប្រាប់ថាឈ្មោះសេងបានចាប់រំលោភនាងនៅពេលនាងទៅមើលទូរទស្សន៍នៅផ្ទះជនសង្ស័យក្មេងស្រីរងគ្រោះប្រាប់ម្ដាយនាងបន្តទៀតថាឈ្មោះសេងបានគំរាមអាកសម្រាប់ចោលបើនាងហ៊ាននិយាយរឿងនេះប្រាប់ម្ដាយនាងក្រោយពីកូនស្រីប្រាប់រឿងនេះគាត់បានទៅដាក់ពាក្យបណ្ដឹងស្នើឲ្យមន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំព្រឹកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្ដងជុំវិញការប្តឹងចោទប្រកាន់នេះត្រូវជនសង្ស័យឈ្មោះសុកសេងលីហៅសេងបានឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្តដោយការចោទប្រកាន់នោះទេប៉ុន្តែជននេះបានទទួលស្គាល់ថាកុមារីរងគ្រោះពិតជាបានទៅលេងផ្ទះខ្លួនមែននៅថ្ងៃកើតហេតុហើយទៅលេងជាមួយកូនស្រីខ្លួនខណៈខ្លួនដើរទៅដេកនៅផ្ទះអ្នកជិតខាងនៅក្បែរនោះចម្ងាយប្រហែល5ម៉ែត្របើទោះជាយ៉ាងនេះមិនព្រមឆ្លើយសារភាពក្តីតែលោកមេបញ្ជាការខេត្តនិងស្ថាប័នអាយកាសាលាដំបងខេត្តបានបញ្ជាឲ្យមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅកាន់តុលាការហើយដើម្បីឲ្យអាយកាសួរនាំបន្តខណៈនេះកំពុងពាត់ទីតាំងស្តុកឈើប្រណិតខុសច្បាប់លើផ្លូវ97រាជធានីភ្នំពេញសេចក្តីរាយការណ៍បានដឹងថាកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងនគរបាលមូលដ្ឋានបានធ្វើការឡោមព័ទ្ធទីតាំងស្តុកឈើប្រណិតខុសច្បាប់ដោយគិតត្រឹមម៉ោង11ព្រឹកថ្ងៃទី7មីនាឆ្នាំ2016នេះកំពុងឆែកឆេរទីតាំងមួយកន្លែងត្រូវម្ចាស់បានចាក់សោធ្វើពីក្រៅស្ថិតនៅតាមបណ្ដោយផ្លូវលេខ97ក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមុនរួមទាំងមានការចូលរួមពីព្រះញ្ញាផងដែរកញ្ឆា 60,000 ដើមលើភ្នំបាយ៉ុងកោត្រូវបង្ក្រាបដោយដុតកំទេចចោលខេត្តតាកែវបើទោះបីជាដឹងថាវាខុសច្បាប់បែបណាក៏ដោយនៅតែប្រជាពលរដ្ឋមួយចំនួនតូចលួចលាក់ដាំដើម្បីមានដើមឬផ្លែផ្កាសម្រាប់យកទៅលក់នៅប្រទេសជិតខាងតែសកម្មភាពខុសច្បាប់នេះត្រូវកម្លាំងប៉ូលីសឲ្យដឹងហើយបន្តចុះទៅកាប់ដកយកមកដុតចោលជាបន្តបន្ទាប់ជាក់ស្ដែងកាលពីថ្ងៃទី5មីនាកម្លាំងប៉ូលីសអធិការនគរបាលស្រុកគិរីវង្សសហការជាមួយប៉ូលីសខេត្តដឹកនាំដោយលោកវរៈសេនីយ៍ឯកឡាយណារិនស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប្រមាណ20នាក់បានទៅដកនិងកាប់និងដុតកញ្ឆាចោលលោកវរៈសេនីយ៍តូយុគសារ៉ាត់អធិការនគរបាលក្រុងស្រុកគិរីវង្សបានដឹងថាទីតាំងដែលប្រជាពលរដ្ឋលួចដាំដើមកញ្ឆាគឺស្ថិតនៅលើភ្នំបាយ៉ុងកោក្បែរនេតាចិនជ្រោះឫស្សីនៅក្នុងព្រៃភូមិជ្រោយឃុំព្រះបាទជាន់ជុំដែលលើកោះនោះធ្វើរងដាំត្រឹមត្រូវមានទាំងដើមធំនិងដើមទៅតែដាំដោយចុះទៅដកដើមកញ្ឆាចំណុចដាក្រឡាញ់នៅខាងលិចឈៀងខាងជើងភ្នំបាយ៉ុងកោបានចំនួន 4,000 ដើមសរុប2លើកបាន 16,922 ដើមនេះជាមោទនភាពណាស់ចំពោះប៉ូលីសយើងនិងប្រជាពលរដ្ឋសហការគ្នាល្អបង្ក្រាបទាន់ពេលវេលារថយន្តសារ៉ែនបង្កគ្រោះថ្នាក់ចរាចរណ៍រួចបើកកិច្ចចូលទីបញ្ជាការ PM ខេត្តបាត់ដំបងប្រពន្ធបានដឹងថារថយន្តសារ៉ែនមួយគ្រឿងដែលគេសង្ស័យថាជារបស់មន្ត្រី PM ខេត្តដែលពាក់ស្លាកលេខខេមរៈភូមិន្ទ3607បានបើកបុកអ្នកជិះម៉ូតូបណ្ដាលឲ្យយុវជន2នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង 6:35 នាទីព្រឹកថ្ងៃទី7កុម្ភៈស្ថិតនៅចំណុចភូមិទូតាឯកសង្កាត់ទូតាឯកក្រុងបាត់ដំបងដោយរថយន្តបង្កបានបើករត់ចូលទីបញ្ជាការ PM ខេត្តប្រពន្ធមន្ត្រីចរាចរណ៍បានដឹងថារថយន្ត PM បានបើកបុកម៉ូតូទាំងកំរោលនៅចំណុចផ្លូវបំបែកជា4ខណៈធ្វើដំណើរឆ្លងកាត់ទៅទាំងផ្លូវគេឃើញរថយន្តបង្កធ្វើដំណើរមកពីលេខទៅកើតរីឯម៉ូតូជិះដប់គ្នា2នាក់ពីត្បូងទៅជើងតែដោយសាររថយន្តបើកលឿនជាន់ហ្វ្រាំងមិនទាន់ក៏បុកម៉ូតូទាំងកំរោលហើយបើករត់តែម្ដងខណៈយុវជនទាំង2នាក់បានរងរបួសបាក់ដៃបាក់ជើងហើយត្រូវសមាជិកចរាចរណ៍ដឹកតាមរថយន្តស្ពេតភ្លាមៗដែរ
បច្ចុប្បន្នគេមិនទាន់ដឹងថាតើសមត្ថកិច្ចចរាចរណ៍ដោះស្រាយបែបណាទេបើរថយន្តបង្កពិតជារថយន្ត PM មែនហើយពេលនេះត្រូវគេសង្ស័យថារថយន្តបង្កនេះកំពុងសំងំលាក់ខ្លួននៅទីបញ្ជាការ PM ខេត្តទៀតផង